នៅក្នុងពេលថ្មីនេះលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បាននិយាយថាមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយអាចសាងសង់ឡើងនៅក្នុងលំហអវកាសតែម្ដងក្នុងរយៈពេលត្រឹមតែ10ទៅ20ឆ្នាំខាងមុខទៀតតែប៉ុណ្ណោះលោក Jeff Bezos បានបញ្យល់ថាធម្មពលព្រះអាទិត្យនៅក្នុងលំហគឺមានសម្រាប់ប្រើប្រាស់បានគ្រប់ពេលវេលាដោយគ្មានពពកបាំងភ្លៀងធ្លាក់ឬអាកាសធាតុប្រែប្រួលដែលរំខានបានឡើយការធ្វើបែបនេះគឺអាចធ្វើឲ្យមជ្ឈមណ្ឌលទិន្នន័យអវកាសមានតម្លៃកាន់តែថោកនិងមានឥទ្ធិពលជាងមជ្ឈមណ្ឌលទិន្នន័យដែលបានសាងសង់នៅលើផែនដីលោក Bezos បានចែករំលែកគំនិតទាំងអស់នេះនៅឯវេទិកា Italian Tech Week នៅក្នុងទីក្រុង Turin លោកបានប្រៀបធៀបការរីកចម្រើននៃបញ្ញាសិប្បនិម្មិតទៅនឹងការរីកចម្រើននៃប្រព័ន្ធអ៊ីនធឺណិតនៅដើមទសវត្សរ៍ឆ្នាំ2020នេះបន្ថែមលើពីនេះទៅនោះលោក Bezos បាននិយាយថាដោយទៅនឹងផ្កាយរណបដែលជួយដល់ផ្នែកអវកាសនិងគមនាគមន៍នាពេលបច្ចុប្បន្នដែរជំហានបន្ទាប់អាចជាការកសាងមជ្ឈមណ្ឌលទិន្នន័យនិងរោងចក្រនៅក្នុងលំហអវកាសតែម្ដងយ៉ាងណាក៏ដោយការបញ្ចូលគ្រាប់រ៉ុកែតទៅទីអវកាសម្ដងត្រូវចំណាយប្រាក់ច្រើននិងមានហានិភ័យណាស់ហើយការធ្វើដំណើរតាមនៅក្នុងលំហគឺពិបាកខ្លាំងណាស់ក៏ប៉ុន្តែទោះបីជាបែបនេះក្តីលោក Bezos បានជឿជាក់ថាការផ្លាស់ប្ដូរទីមជ្ឈមណ្ឌលទិន្នន័យទៅកាន់លំហអវកាសនឹងជួយលើកកម្ពស់ជីវិតមនុស្សនៅលើផែនដីគាត់ក៏បាននិយាយផងដែរថា AI នឹងមានអត្ថប្រយោជន៍រយៈពេលវែងនៅក្នុងការជួយមនុស្ស